មួយ flicker អត់ខ្វល់ បាយបាទ flicker 6 flicker អត់ខ្វល់បណ្ដោយជួយទីហ្វាយប្រវាអង្គការរត់ឥឡូវខ្ជិលខ្មូចឆៃដាក់ជាមួយនឹង flicker យកតែបាទចេញណាមិញស្វាគមន៍មកកាន់ជំនួប Grand Final Game ទី4 Game ទី4នេះតើជា Game របស់ CU Gaming ឬមួយក៏ Team Mac បាទ Triple Snap ពី Team Mac បាទ Mid Snap ពី Granger Mid Snap ពី Novaria ហើយយ៉ាងគឺជា finisher ជាមួយតែគាត់ finish បានដែរឬទេបូកជាមួយនឹងចម្ងាយនៅក្នុងការបោះ skill ទី2របស់គាត់បានល្មមអាចទៅដល់ជាមួយនឹងការថែកេតណាមួយបាទ complex ជាមួយនឹងក្រុមហ៊ុនទូរស័ព្ទ Infinix ដែលតែងតែនាំមកនៅជាមួយនឹងទូរស័ព្ទដៃល្អៗជូន gamer របស់យើងតម្លៃសមរម្យក៏ដូចជាជាមួយនឹង spec ខ្ពស់ complex ជាមួយនឹងការតេស្តជាមួយនឹង Infinix Note 50 សេរីជាមួយនឹង MPL Edition របស់យើងអ្នកនរគ្នាអាចធ្វើការលេងតេស្តពីសមត្ថភាពទូរស័ព្ទនេះក៏យកជាមួយនឹងបទពិសោធន៍ជាច្រើនក៏ដូចឈ្នះរង្វាន់ជាច្រើននៅ booth របស់ Infinix បាទក៏ដូចជា pre order ហើយយកមកជាមួយនឹងការវាន់រនចូលទៅដល់ជាងការខានទៅកាន់ជា live តែ live ដឹងមុនដែរបាទគ្រាន់តែបន្លាយទេប៉ុន្តែ live គាត់ចាយជាមួយនឹង spell flicker មួយដើម្បីយកសុវត្ថិភាពផងដែរមិនមែនម្ដងទេពីរដង live គឺលេងជាមួយនឹង Granger ថ្ងៃនេះគឺ skin transformer សពយកហ្មងអា skin នឹង LT បាក់មើលណាបាទស្រាប់គាត់វាក៏ដូចជាការបែកកណ្ដាលទៅជា cross ផងដែរបាទគាត់ធ្វើអញ្ចឹងដើម្បីបើសិនជា enemy អត់ត្រឡប់មួយ skin ហ្នឹងគឺគេអាចនឹងសោងានណាអូបាទបាទអាចដែរបាទសម្រាប់គាត់ប៉ុន្តែបើតាមមើលទៅអាទៅបេតនឹងអីគ្រាប់ធំគ្រាប់ទូចដូចគ្នាអត់ទេសំខាន់សម្លេងយើងបាទស្ដាប់ skill Granger ណាលឺជីវវិញវាដូចអា skin ទូទៅអញ្ចឹងវាប្រឡំដល់កបាទចេញណាប៉ុន្តែបើខ្ញុំលេង Granger ខ្ញុំអត់ដាក់ skin ហ្នឹងទេបាទបាក់យើងខ្លួនឯងក៏បាក់មើល skin ដែរបាទតែគាត់ចង់ដាក់ណាបើខ្ញុំចូលចិត្តដាក់ skin គ្រូចោះខ្មោចដោយថាវាឃើញក្រហមស្អាតអីសោស័យអាហ្នឹងបាញ់មកចេញដៃមកពីក្រោយក្នុង2ទៀតឡើយណាបាទតែបើ skin លុយទឹកដៃអត់កើតអានេះជេរទៀតមិនឃើញមិនឃើញតួនេះមិនឃើញតួនេះបោកស៊ីបើជើង cool down អូបាទបោកស៊ីបៀលបើជើង cool down យកដែរម្ដងបាទមក team fight ខំ2ដងឬ3ដងនេះបាទចេញណាមិនធ្លាប់ពេលវត្តមាន total មានការ respawn មកដូចគ្នាដែរ CU នៅធ្វើការគ្រប់ជាមួយនឹង Meta កាន់ជាមួយនឹងវត្តមានរបស់ team Mac ដែលរំខានទៅកាន់សាកសួរម្ដងហើយម្ដងទៀតតែម្ដងជាមួយនឹងការនាំមកនៅជាមួយនឹង Vadu ដើម្បីទៅកាន់ការ2ទៅ3 map អ្នកឯងតែម្ដងប៉ុន្តែ total នេះវាយប្រោតដោយមិនចាំបាច់ចាយជាមួយ Spider 3ពីវត្តមានរបស់ Detective ទេដូចជាងាយស្រួលមែនទែនស្របពេលដែល OP ដៃគូដៃកង់ជាមួយនឹង Boxy ប្រេចង់សេរីជាមួយនឹង King Area ប៉ុន្តែអត់ជោគជ័យដកថយធម្មតាបាទលេងមួយលើកដៃកលែងជាមួយនឹង Grand Final Battle 7កាប់គួតឈ្នះ4មិនឈ្នះខណៈពេលដែលសមាជិក CFU យក2នាំមកជាមួយនឹង1 game នៅតែមានលំនឹងធម្មតាបាទ Cypher ឯងគ្រោះថ្នាក់បានដែរតប Cypher ជាកាត់ spam ដើម្បី POP ទៅកាន់ Cypher បោះ Cypher ចូលក្នុងវេណា Cypher មានប្រធានឡើងជាជួយកាន់ Sam ដាក់ជាមួយ spam ហ៊ីរូគេតែទីម្ដងតែ Cypher រួចបាត់ហើយខាងក្រោមកោន clear អត់ទៅទេវ៉ាវខ្លីបាត់ទៅហើយបើជាមួយនឹងមួយឆិតបន្តិចបាទខ្វះតែមួយទឹកតែប៉ុណ្ណោះបាទនឹងអាចប្រកាសផ្ដាច់បានជាមួយរបស់តែរបស់ស៊ីងដែលនាំមកដល់ពីចំណេញទៅកាន់របស់មានឡាយរបស់សាស៊ូយើងថាសយផងព្រោះពេលហ្នឹងបើខំ cool down បើខំអត់ cool down មក retreat ណាបើខំបាញ់ប៉ែវ slow retreat ដល់បាត់កោដល់បាត់បាទតែគាត់សង្ស័យបើខំ cool down បាទអានេះអាចនិយាយថាយន្តណារៈជន់ណាបាទត្រូវការឡើងព្រមស្បែកដើម្បីជួយបាទយ៉ាងណាមកយើងក៏លេងទៅជាមួយនឹងបាច់បនដូចគ្នា Cypher Ultimate ចូលមកចំជាមួយ Detective តែគ្មានបញ្ហា Ultimate កាត់តដូចគ្នាដែរការផ្ដាច់បាន First Blood ទៅកាន់ Cypher ងាយស្រួលសម្រាប់ Detective បាទដាច់ Cypher នៅ early game មិនទាន់ជាបញ្ហាណាទេប៉ុន្តែអ្វីដែលសំខាន់គឺ kill ចូលទៅលើ Detective ហើយបូករួមជាមួយនឹង Total ទី2នេះបើយើងមើលទៅគឺចេញ Total នេះគឺចេញនៅ goal យកតែម្ដងបាទអញ្ចឹងគឺជា team fight ដែល5ស្មើចាំមើលព្រោះដោយសារសាកស៊ូពេលដែលគាត់លេង performance ទៅលើ Haya Total ទី2នេះអាចភាគរយដែលអត់ចូលដែរបាទ team fight នៅ goal នេះល្អមើលនៅសាម early នេះគ្នាបាញ់មិនសិនបានអីមើលមកគេបាទអាយ៉ាចង់បោកចូលវាយទៅណាស្របពេល line clear lane បានផុយប៉ុន្តែមានការ damage បាញ់ចោលជាមួយនឹងស៊ីងពេញជួយនឹង damage ដូចគ្នាបានដែរធ្វើស៊ីងលោឈៀមណា smooth បាទជាមួយនឹងការកាត់ energy របស់គាត់ណាយ៉ាបាទបលែងទៅមកបងកាត់ energy បលែងទៅមកបងកាត់ energy លឿនយកតែមែនទេខាងលើនឹងបន្តវាយគ្នាប៉ុន្តែបើសិនគាត់វាយគ្នាកន្លះម៉ោងក៏មិនទាន់ដាច់ដែរ2-1តែគ្នាគាត់អន្តរាគមមកដូចគ្នាប៉ុន្តែដូចអត់មានបញ្ហាទេស្របពេលគេវាយនេះវាយធ្វើម៉េចដើម្បីត្រូវការរំខានដើម្បីក៏អស់ spell តិចតែអាចធ្វើបានដូចគ្នាមួយនឹងវត្តមាន total ធ្វើការ respawn មកដូចគ្នាតែ total នេះសមាជិករបស់ CU Gaming អាចកាំងទៀតដែរទេប៉ុន្តែ Cypher ក៏ថាខ្ញុំនៅនឹងណាគេចង់មកចូលវាយមកនេះយ៉ាងណាមានការអន្តរាគមមកពីបាឌូចូលទៅដល់ចាំស្តាន់វាយបាឌូមិនគេចំណងបាត់ស្បៃហ៊ីលជាការលុបតោបទៅដល់គេនេះស្បៃហ៊ីលមកវិញគ្នាមាន Cypherยังไม่อาจจะเป็นชุดอะไรบ้างแต่ผมมีบอสซิ่งมีการเอาทีมสายที่ดีขึ้นแต่ดูเป็นบอสซิ่งมีการต่อตัวสายสู้แต่ยังเลยบอสเป็นการไปจากการที่สอนเทียบเต็มมันแสบแต่มีการลงในเบียร์ปีมาได้ตอนโยนเต็มเราต้องการมาดูมาได้เพียงเต็มเราเป็นไล่ติดสับโยนเต็มบอลจะเป็นบอสซิ่งทีมการต่อทอยเต็มเราเป็นตัวมีการโยบานเต็มเราปีบอสเป็นบอลสะสู้ดาวทอยมีดีขึ้นเป็นสมาชิกบอสซีอายุเกมมิ่งโอ้ยมา snap จบแชร์ได้เคลียร์บ่าเชฟไฟไม่ได้ออเซอร์จะเป็นบอสซีมาได้บอสซีก็เพิ่งนักกอดอาจเฟอร์บ้านจะเป็นการบางทีมไฟมันตั้งแต่บางทีมไฟอัดมาเตะบ่ามันเออแต่บ่าจะเป็นเราก็นี่ยังสปายดูที่มันไหนแต่เพลย์บอลตองไลน์มีการดิฟันทางโลชิมปีบอลแต่ไม่ได้บอสซิงดูที่มันไหน
តែមើលទៅអត់ទេបើសម្រាប់គាត់បាទ បៃតងពីសាក់ស៊ូលួចបានបៃតងពីរ យ៉ាអូចំណាមិនជួយការ ultimate ទៅចង់វ៉ាឌូបុកទីក្បែរនឹងអាចតបវិញតែជួយការសំសានវាយ Cypher តែប៉ងបាញ់ Cypher ទេដើម្បីរបស់ Sting ក៏មិនទាន់មានដូចគ្នាគណៈពេលលោឈីមែនតែពីវត្តប្រូស៊ីតែអនព្រឹកគុំពីអូពីក៏ដូចជាទីទីអន្តរកម្មជួយការដាក់ទៀងនេងចូលវាយប្រាទៅដង King Area បាត់បង់ឲ្យ kill ចូលទៅកាន់ជាមួយនឹង Sing តែកំភ្លេចមើលខាងលើផងជួយនឹងមហាចោលអស់តែពីសាក់ស៊ូគាត់ខ្ទេចគាត់ខ្ទីអស់លាអស់ហើយ បាទសាក់ស៊ូមិញស៊ីសាត់ໄປឡើងអស់ស៊ីបៃតងពីរក៏ស៊ីជាមួយនឹងប៉មលើគ្នា clear មានលើទៀតសាក់ស៊ូអញនឹងល្បែងនឹងលុយលឿននឹងច្រើនខ្លាំងមែនទេជាមួយនឹង flow farm របស់ចាំងឡនៅក្នុង game មួយនេះដូចគ្នា បាទសមាជិករបស់ CU Gaming ដាក់ស្ពីតទៅលើផ្លឹប bottom lane មួយគ្នាជាមួយនឹងការ trade ទៅលើជាមួយនឹង Torret យ៉ាងណាមិញ detective គាត់ធ្វើតែអាចធ្វើបានជាមួយនឹងការយកជាមួយ Jungler បាទចាំកំភ្លេចគ្នាជាមួយនឹងកញ្ចប់ ML BB Pack របស់ Selcat នេះនេះចំណាយត្រឹមតែ$1កន្លះទទួលបាន56ពេជ្រក៏ដូចជាការលេង Mobile Legends ស្បែកបាយរយៈពេល1សប្តាហ៍ពេញបប$6.235ពេជ្រនិង Mobile Legends ស្បែកបាយ1ខែដើម្បីភ្ជាប់កំភ្លេចភ្ជាប់តាម Selcat App ឬក៏ចុចផ្កាយ1681ផ្កាយលេខ1ត្រង់ជ្រុកឬចុចបញ្ជូនក៏បាន បាទយើងកន្លែងមកមើលជាមួយនឹង item 2 item ចេញពី live បាទ Hunter Strike ក៏ដូចជា Sky Piercer ចំណែកឯ Bruno របស់ Sing ទៅតែចេញបានតា Haklo ហើយជាមួយនឹងពាក់កណ្ដាលទេអូចង់តិចជាមួយ Berserker បាទសាស៊ូអាចមកកម្មបំបែកធ្វើនៅក្នុងការប្រកួត Grand Final របស់យើងជាមួយនឹង Hayabusa ឈ្នះមួយ game បានដូចវិញណាសពតែគាត់តាមធ្វើអ្វីដែលអាចធ្វើបានទាំងអស់តែម្ដងកាត់ lane control យកជាមួយនឹង Jungler active ផ្សេងជាមួយនឹងការវាយ back line up ពីរៀងតិចតិចទៅតែត្រូវបានចាប់ស្តានលើកសាស៊ូអានេះកោភ្លីមិនតាមជាការវាយកុំស្មោលកោភ្លីវាយយកទៅកាន់ Busi អង្គថាសយទៅកាន់ top W មានការត្រកបាន KD ជាការវាយគណៈមានការសេពីបាឌូដើម្បីការ support អានេះមើលតែមានការដើម្បីគ្នាពីស៊ីរំទៅជួយការវាយទៅទៀត ultimate កាត់ lane មួយទៀតគ្នាពី Cypher វាយទៅវាយមកទៅមកអស់តែ skill ទេចាំពេលវត្តមានរបស់ទីជាការអូសជាមួយនឹង total ប៉ុន្តែយើងមើលជាមួយនឹងវត្តមាន OP ក្បែរហ្នឹងសាក់ស៊ូនៅក្បែរហ្នឹងដូចគ្នាណាដើម្បីច្រើនដើម្បីណា3យកបានតែដល់ជាមួយនឹងវត្តមាន total ពីសាក់ស៊ូ level 10ស្មើហ្នឹងណា យ៉ាងណាមកយើងក៏លេងមកផ្លូវមីឡែនដូចគ្នាដែរស្របពេលដែលបច្ចុប្បន្នចាំងលើទាំងពីរបើយើងមើលជាមួយនឹង goal ដែល switch មកមិនគឺក្នុងនេះទូទេបាទជាមួយនឹងវត្តមានបាស៊ីចិត្តផ្លូវកូនប្រុសបាទកូនប្រុសចង់ចូលទៅការវាយយកជាមួយនឹង Torret ដូចយ៉ាងម្ដងបាទមកបងមិញរៀងឈឺដែរតែđâyចាត់ជាក្រសួងដកថយដូចគ្នារវាង game មួយនេះចឹងពីគេស្មើទៅទេមានការលេងមួយខេដូចគ្នាប៉ុន្តែមួយខេមានអារម្មណ៍ថាលុយដែលនៅចាំងកលបាទទីទីចែកទីមកយើងជាមួយទីគ្នាថាលុយដែលតែជាសាក់ស៊ូអាចនឹងខុសគ្នាច្រើនដែរទេប៉ុន្តែមិញសាក់ស៊ូ farm ជោគជ័យច្រើនមែនតើ Real time win បាទ56%សម្រាប់ Team Mate ក៏ដូចជា CU មានត្រឹមតែ44%តែប៉ុណ្ណោះបច្ចុប្បន្នកា Team Mate គឺ lead 1450 goal ទៅលើ CU Gaming បាទ ខុសគ្នាទី កំ ទូ សៅឆោក្បែរហើយឡោះពេក Snap ចាំហើយឡោះ C4% ឈាម4%ឈាមហើយឡោះក្បែរ2000បើសិនជាអ្នកឈរចិត្តហ្នឹងខ្ទៀតទៅឯនឹងឈឺខ្លាំងបាទឈាមពេញបើសិងទៅ3600ឯនោះត្រូវបាទ Snap ត្រូវហើយឡោះគាត់នៅចិត្តហ្នឹងឡងត្រូវឯនឹងឈឺខ្លាំងណាបាទហើយអ្នកនៅក្បែរហើយឡោះគឺមានវត្តមាន OP ហ្នឹងហើយបាទអញ្ចឹងតែមក ultimate របស់ B-Mode Snap match OP ហ្នឹងបាត់ជាពាក់កណ្ដាលបាទបាទសបួបាទតែបាត់ជាពាក់កណ្ដាលអាចនឹងសាក់ស៊ូជាមួយដុំរបស់គាត់ណាសម្រាប់គាត់ជួយនឹង game នេះបាទអញ្ចឹងប្រយ័ត្នយ៉ាយបន្តិចស្របពេលវត្តមានរបស់ Team Mate ចាប់បានធ្វើការនាំមុខជាមួយនឹង goal មកវិញនេះគ្នាផ្លូវបតំនេះក៏មានការអូសតបដែរកីឡាករក្រុមទាំងពីរគាត់ប្រហែលជា hold ដើម្បីធ្វើការចាំជាមួយនឹង active កាត់មកចំនួនវត្តមានឡូទី1ហើយបាទ Nobody អត់តនេះទិញទៅចេញ glowing band មួយបាទជាការបើកមុខធ្វើឲ្យអស់ spell ដើម្បីងាយស្រួលការ control យកជាមួយនឹងវត្តមាន load ដូចគ្នា OP ដូចបានសាក់មែនទែនគេបាញ់ snap បាញ់ហើយបាញ់ទៀតបាញ់ហើយទៀតទៅធ្វើ OP low ជាមែនទែន item ទី2ផង B-Mode ហើយជាចង់ចេញជាមួយនឹង lightning មិញណាយ៉ាបងបាទអាចនឹងចង់ទិញជាមួយនឹង lightning ព្រោះដោយសារទិញជាមួយនឹង Domana ទូចុះគាត់អត់ទិញ Vision Lantern ក៏ដាក់ lightning យកបើសិនជាចាំមើលពលិសាទិញជាមួយនឹងអាដុំម៉ាណាទូចនោះមួយបាត់ហើយអូបាទអត់ដឹងដែរឥឡូវចាំមើលសិនបាទបើ Vision Lantern បន្តម៉ាំងទៅ support ដើម្បីធ្វើថែមទៀត 2-3% ចាំទៀតចឹងដែរបាទអញ្ចឹងវាក្រេលគូសំណាយតែឥឡូវយើងចាំមើលចាស់ស្អែកសពពេលវត្តមានឡធ្វើការ support មកដូចគ្នាប៉ុន្តែមានការចូលដល់ពីសាក់ស៊ូអូមកជើងសាក់ស៊ូឯងគូស្នាចាប់តានអូ my god សាក់ស៊ូមួយស្តាន់តែបដបដៃបាក់ស៊ូ ultimate ក៏ធ្វើអត់ចេញដែរបាត់បង់សាក់ស៊ូចូលពេលវត្តមានឡអានគ្រូថាមិនដែរខណៈពេលរៀបថាឥឡូវបាត់បង់ដៃចាំកន្លរបស់យើងហើយចាំកោទីមិនដបោកវាយទៅឥឡូវមានបញ្ហាទេបងស៊ីអន្តរកម្មចាំបងគេអូវាយប្រាប់ដាច់យកបងស៊ីថាពេលនេះបាត់ឌូសោះជាទីមួយការផ្លាយបានជួយបាត់ឌូរីបានបាត់គេទៅពីវត្តមានរបស់ឡាយសក់ស៊ីកំពុងតែកាត់ដល់កណ្ដោចកណ្ដាញឯការឈឺសាពេញរបស់ផ្លូវមីឡែនមានការភូជាមួយនឹងត្រែបន្ថែមទៀតគេណាស៊ីម្នាក់ឯងអាចធ្វើការ defend មិនជាប់ទេចឹង T1 តែផ្លូវមីឡែនក៏បាត់បង់ដូចគ្នា
หลายบอลเคนในขนมใดขณะเป็นทีมไฟใบเมนิชมันบอลสีกันบาทีมไฟกันดังในคืนนี้ทันเลยได้ดีใจที่คือชอมือยอมเอาคนเอาเจ้าเลยเด้ถึงความดังทางบาเส้นเดียบางทีมไฟเลยจังสกิลมาชดบอกคิงอารีหนึ่งเป้งมาดองเดียดจังก็เจ้าได้มีหนึ่งหอกดาวในคืนนี้สมูทไม่เด่นเป็นการเล่นบอลใจเจียวแต่หลอดไม่ได้มีหางแมปนาเชียมาซาเบรอยได้แต่ไม่เน้นคอมเชิญไม่เด่น โอ้บังช่วยในอาร์ตเมตรให้อันสแนปทรอลช่วยในวอเตอร์เมตรบอสซิงแต่สแนปพอมาได้ขณะเป็นติตีออนดรากอนมอร์คิวในช่วยในการต่อมันบ้วนสเต็กระบอกก่อนเชื่อมกันอาร์ตเมตรโดยการบังคับไปล้อในโลชิมิตรีอย่ามาล้อในคิวในบอสซีรออาร์ตเมตรระบายโดนคิวในการสร้างโดยการมีการดิ้นไปยุทธบอลบอลแต่เราช่วยเอาปีเป็นการกำลังพิซซ่าตุ้งแต่ยุบันช่วยบอลเป็นไซเปอร์เวงมวยโดมวยแต่รูมิงโดช่วยในแลนด์โดยจะเป็นเซอร์จุดนั้นเด้បាទតែไม่ได้ចំណេញគឺបានតែលើឡទៅខាង CU Gaming វិញបាទហើយចំណេញមួយទៀតនោះគឺមានចាក់ខ្សែខាង CU កោះយកជាមួយ T2 Red ធ្វើបន្តបាទឥឡូវបើយើងមើលទៅបច្ចុប្បន្នកាល Detect ធ្វើគឺមាន2 kill នៅក្នុងដៃអត់មានធ្វើការបាត់បង់ទេហើយអ្វីដែលសំខាន់គឺកំពុងតែយកជាមួយនឹង T1 Red នៅឯ Top Lane ទៀតហើយយើងក៏ភ្លេចដែរជាមួយនឹងការលេង Mobile Legends បន្ទាប់ពីការសម្រាប់អ្នកនរគ្នាអត់ដឹងថាទៅណាអីអាចទៅមើលកុននៅឯ Legend Cinema បានបាទចឹងយ៉ាងណាមិនក្បាលមកដល់ខាងក្រោមបាទមានដល់ទៅ3ផ្លូវនេះគ្នាជាមួយ clear អស់ឬក៏មិនអស់អូលើកតេលទៅដល់សាប់បញ្ញាជាងរៀលឡើង stake អាទៅមិនទាន់ទេចាក់តាមតទៀតមិនណាប៉ុន្តែមានការកាត់លែនដូចគ្នាមិនដែរជួយការម្ដងត្រូវក៏មាន server ដូចគ្នាគ្នាเป็น snap ប៉ុន្តែមិនចំទេពីវត្តមានបប៊ីម៉ូវ៉ាឌូរងដើម្បីតែខានដូចជាមិនសូវច្រើនប្រហែលទេបាទសម្រាប់គាត់ដោយសារតឡាយដើម្បីច្រើនជាងចុំឡតនេះអត់ចំណេញទេណាអត់ចំណេញបាទអត់មានបានអីទាំងអស់ហ្មងបានតែ T1 Red ហ្នឹងយ៉ាមិញគាត់បង្ខំដែរគាត់បង្ខំឡាយចាយមួយឈុតហ្នឹងមិញដើម្បីចង់បាន King រៀងតែចុងក្រោយអត់ទេเกมស្មើដៃគ្នាត្រឹមល្បែ10ស្មើសាក់សូវរីត្រីបាន total ល្បែ13ស្មើ Detective ឈ្នះរីត្រីបានលើតោះ fan ក្រុមទាំងពីរដល់វេនអ្នកទាំងអស់គ្នាហើយសូមសម្លេងហើយមកហ្គេងមួយមកចុះកូនឆ្លីឆ្លាមសុំហយ CU Gaming មួយមកបាទ snap មួយចំពីអេរ៉ូស៊ីងដាក់ជាមួយបុកស៊ីលោឈៀបានទាំងពីរអូពីកាងមកវិញបាទមានបញ្ហាតែមើលបងត្រាស់នេះដល់ចូលដល់ late game ហើយហើយយកពូសា late game គឺជា arrow អាណយនៅក្នុងការផុកមែនដោយសារតែ shuriken សំទោសបងគូ down skill ទី2វាលឿនណាស់អញ្ចឹងមិនថាវាមានឱកាសចូលផុកយើងមកវិញរហូតតែម្ដងបាទចំណែកអាយធីមយើងអត់នេះយើងឃើញនេះម៉ាំងអត់មានជាមួយនឹង Popol Bar សម្រាប់សាកស៊ូការកដនរបស់គាត់បច្ចុប្បន្នមាន 20% ក្នុង IT របស់គាត់ដូចគ្នាដែរអញ្ចឹងបើសិនជាគាត់ចង់ spam អ្វីក្នុង Team Fight តើគាត់លេងព្រោះ X ក្របទៀតអាហ្នឹងបាន spam អង្គុយ spam ដើម្បីក្នុង Team Fight ម្ដងឬមួយក៏គាត់ចង់បានជាមួយនឹង Paxi ដែលចេញមកពី movement speed ឬមួយក៏ Chim នេះគាត់យក elemental វិញទៀតធ្វើឲ្យបានការកដន 40% បាទឥឡូវយើងជាមួយ late game បានមកដល់ Team Make Power Spike ត្រារបស់គាត់នៅ late game គឺ Creature សួរតេ Novaria សួរតេ Haya សួរ finishហើយស្គីទាំងអស់ហ្នឹងសិតតែឈឺឲ្យគូដើរលឿនជាមួយដល់នឹងមានរូបភាពដែលគាត់ចង់បានដែរទេពី Sail Baby ចំណែកត្រារបស់ CFU គេដឹងនេះគ្នាគឺទៅ start team fight ឲ្យលឿនជាមួយនឹងបាដាំងបើគេវាយហ្មងតែបើគេអត់វាយគឺគេដកហ្មងណែផោគេណែហើយយ៉ាកផោបាន Creature កផោបាន Novaria កផោបាន team fight កាន់តែតប៉ែកាន់តែមានឲ្យឈាមច្រើនអញ្ចឹងបើសិនជា CFU start team fight គាត់តែចុចប៊ូតុង start ហើយបុកវាយកដាមុខយកតែម្ដងតែបើសិនជាគាត់នៅតប៉ែពេលនោះហើយសមាជិករបស់គាត់នឹងលោឈាមទាំងអស់គ្នាគេនឹងបុកវាយតែ team fight កន្លាប់ team fight យកតែម្ដងតើផោកឈ្នះ start ឬក៏ start ឈ្នះផោកយកដឹងនេះគ្នាបាទចាំមើលខាង CU ដោយតែឲ្យប្រកបាននិយាយអញ្ចឹងគឺចំភ័ញយកតែម្ដងព្រោះដោយសារការសម្រេចចិត្តបាយ team fight របស់ CU គឺមានតែម្ដងទេអត់អាចធ្វើការវាយខៃបានទេនៅក្នុងហ្គេមមួយហ្នឹងប៉ុន្តែ team mate គឺគេមានកលាមួយដើម្បីខៃហ្គេមហ្នឹងដើម្បីឲ្យកាន់តែយូរគឺកាន់តែល្អព្រោះដោយសារគេមានជាមួយនឹង double snap របស់ Lai ក៏ដូចជា Bimo the key បាទអាចធ្វើកាន់តែច្រើន damage របស់ Bimo កាន់តែឈឺ Oh my god ណែផោកម្នាក់កង់ផោក double snap នេះផោកអ្នកខ្លួនក៏ពីជាមួយនឹង ball missing ពេលណាអស់គ្នាណាបាទ start team fight បានដែរទេសោះ40% start team fight អត់បានទេនិយាយទៅ5វិបាញ់5វិ10វិខពីអ្នកបងអូបដាច់ខម្នាក់សាម្នាក់ព័ត៌មានអូពីខហ្នឹងសមាជិក team មេក៏ដឹងណាបើដឹងគេបោកវាយឡតនេះបាទឡើយមកដល់ហើយឡនេះអត់ហ៊ានវាយលឿនទេនិយាយទៅអូគេផោកតិចហើយហ្គេមនេះគេផោកហើយគេហ៊ានវាយបាឌូទៀតបាទចឹងនេះអញគាត់សម្រាប់បាឌូអូវ៉ាវនិយាយទៅក៏ពិបាកក្នុងការ start team fight ដោយសារតែ box ស៊ីគាត់ធ្វើជាមួយនឹង pick របស់គាត់អញ្ចឹងបើធ្វើគាត់ pick ចំបានអូខេពីវអូយ3នាក់ចាំមើលទៀតមាន wishing lantern ណា butterfly ក៏ដែរហោះទៅ8 butterfly ក៏ដែរសម្រាប់ស៊ីងអត់បញ្ហាទេព្រោះដោយសារគាត់មានជាមួយនឹង5គីឡូប៉ូវ៉ូ CFU Gaming can you fight វាយចូលទៅដល់បោកវាយពីទីរៀងកលางខាងទៅដល់ ultimate ដូចគ្នាដែរគណៈពេលទី3យកបានឡោទៅដល់ពី Bimbo តែបានបាឌូជាមួយនឹងការវាយដូចគ្នាដែរតែយកបានជាមួយសាស៊ូវិញគណៈពេលនេះក៏ជាមួយនឹង King area បាត់បង់គ្នាជាមួយនឹងការតប double kill
ប៉ុន្តែបានជួយដល់ឡងមកពេលណាទៅរបស់គាត់ស3រូបជាការដកថយវិញដូចគ្នា ជាថ្មីម្ដងទៀតអាឌីមេក3ដាប់ឌីមេកបប៊ីម៉ូចូលឡតមួយទៀតហើ យ៉ា យ ឥឡូវវិញសិងឡាត់ហឺនក៏ចូលទៅប៊ីម៉ូដែរប៉ុន្តែបានលោតប៉ុន្តែដៃជាមួយនឹងសាស៊ូក៏ដូចជា King Airy ចាំមើលលោតមួយនេះអាចនឹងធ្វើការ free clear នៅមួយយ៉ាងណាតែខ្ញុំគិតថាប្រហែលជាអត់អាច free clear ទេព្រោះតែសារគេមានជាមួយនឹង Bimo ហើយជាមួយនឹងអូ Bimo Recall ទីមួយខោតែអាចធ្វើការភពបន្ថែមទៀត បានលឿន Bimo តិច Recall បាទ Bimo Recall កន្លែងហ្នឹង free clear លោតទេ យ៉ាបងពីអ្នកនេះពីអ្នកនេះឌីស្ពនអត់តដែរ អូបញ្ហាទៅមែន នំរៀន ហើយជួយនឹងការវាយ PDC ដូចគ្នាតែគ្មានបញ្ហាស្របពេលនេះឡាយជាការវាយដល់ដល់គ្នាតែអត់អាចធ្វើអ្វីបានទេ ថលេដែរនៅភូមិខ្ញុំខ្ញុំប្រំប្រៃ តែយ៉ាងណាមិនមានការក្រាលផ្សេងមួយពីវ៉ាឌូជាការនេះវាយជួយនឹងវត្តមានឡាយអាល់ទីមែនមួយជាន់ដើម្បីការបាក់ណាធ្វើឲ្យអត់តម្លៃអាចរីមិនច្បាស់បានសពពេលសាយផដាក់ហ៊ានបងផងអត់រូបភាពមួយតែបានបងតែដល់ទៅសាយបានការវាយនេះមានការកោភាពនេះយកបានពីនេះមានសាស៊ូយ៉ាងណាមិនយើងលេបប៊ីម៉ូក៏បានបានជួយការភព PDC គាត់យកតែបានដៃចុងក្រោយ first ជាមួយនឹងការ shut down ទៅការជំរុញមានទីទៀវក្លាប់មក អត់ពីប្រទេសសារីមានតាចាន់ទុកផ្ទះសិនសេងអារម្មណ៍មួយទុកផ្ទះសិនអត់ពីប្រទេសសារីទេមិនមិនសិនជាទីមហ្វៃនឹងសមាជិកទីមមេចាញ់វិញប្រទេសសារីតែម្ដងពីព្រោះតែ power spy របស់ Say Baby ដាក់ឲ្យ late game នេះគឺស្រួលលេងហ៎បងផោមកឆ្ងាញ់ fishing and turn មាន late game ក្រាក់ទេបណ្ដោរៀបផាំងតែ2 snap ឯងចាច់ជើងនេះខ្ទេចមកអូបាទ500 600 stack បាទពីឡាយក៏ដូចជា40 stack ទៅលើ Sky Pixel បាទ60ចេញពីឡាយមកមើល item full item តែម្ដងបាទមានទាំង Rose Gold មានទាំង BOD នៅក្នុងការតបជាមួយនឹង damage របស់Joy របស់ Detective បងឥឡូវអ្វីសមាជិក CU ទៅធ្វើគឺដើរជុំទៅផោកគេដើម្បីឲ្យម្នាក់2 off spell ដើម្បី team fight លោតឈ្នះតែវាមិនមែនជារឿងងាយស្រួលទេតើតបោះស៊ីចុចរោមបាងកាយ flank បានតែចាំរោមបាងកាយយើងចុចយើងកលឺគេកលឺឱកាសដែលយើងយក movement speed ទៅវាយគេអត់ទាន់ទេណាមួយកន្លះឆ្នាំមុនគឺគេមានការដក movement speed រោមបាងកាយពី 70% សល់តែ 56% ទេអញ្ចឹងមកគ្រាប់ 50% បាទទៀមទៀ តែបាននិយាយមកគ្រាប់នឹងបបាញ់ចំស៊ីងឈឺប៉ុណ្ណឹងតែបបាញ់ចំហើយលោះទៀតត្រូវស៊ីង ប៉ុន្តែបាឆាវាយលឿនតែដល់ជួយការសុខវាយឡាយតែឡាយជួយការដល់ថយជួយការបាក់ជួយស្បែកហ៊ានសាយបើឯគូធនាក្រាបពីការបុកជួយត្រូវវាយឡាយដូចគ្នា Ultimate វាយជួយឡាយគូថាមិនជួយការសាប់បានជួយឡាយជួយការចង់ពីជួយការតតយកអត់ស្តបដូចគ្នាតែមានការសាប់យើងបានជួយពីមិនគ្នាពីគូក្នុងសាប់ពីតជួយបានដល់គៀលទៅដល់ពីមកពីមកស៊ីង triple kill and Maniac មួយណាពីការគប់ជួយការថយមកក្រៅវិញតែស៊ីងដេញតយក Maniac បានហើយ Let's game standing បាទជួយនឹង Bimo បាញ់ skill ផុស stake ជីទី1ធ្វើការឆែកតែមានការត្រកពីបុកស៊ីមានការកាំងជួយនឹងការ cover ជួយនឹងវត្តស៊ីមានការទាត់ចូលជួយ trend តែវត្តនេះទីអន្តរកម្មជួយនឹងការឈូវាយ Bimo តែម្ដងបាយជ័យជំនះ3-1ជាបណ្ដោះអាសន្នបានទៅលើ CLU Gaming គ្មាន power spike គ្មាន triple snap គ្មានអ្វីទាំងអស់ស្វាគមន៍ជាមួយនឹង game ទី5 បាទអ្វីដែលសំខាន់សុទ្ធឲ្យទៅដល់ខាង CU Gaming ដែរ